ជំរាបសួរលោកគ្រូខ្ញុំឈ្មោះទំច័ន្ទ សូនីតា ថ្ងៃនេះផុតឯងគឺខ្ញុំមក demo អំពី app មួយដែលទាក់ទងនឹង e-commerce page លក់ទំនិញអនឡាញចឹងនេះគឺជា app មួយដែលនិយាយពីការលក់អវ៉ាន់អនឡាញដែលទាក់ទងជាមួយនឹងកៅអៅចឹងនេះចឹងជាដំបូងខ្ញុំត្រូវការមាន account សិនដើម្បីមាន account ខ្ញុំត្រូវចូលទៅ sign in ចឹងខ្ញុំសរសេរឈ្មោះខ្ញុំមកសូនីតាហើយខ្ញុំដាក់ email sonita@gmail.com មក password ហ្នឹងខ្ញុំចង់ដាក់អីក៏បានដែរ password ហ្នឹងតទៅពីខ្ញុំមក login ចូល account ហើយខ្ញុំហើយចឹងកន្លែងនេះគឺជា category ដែលខ្ញុំបានបង្កើតគឺមាន man woman និង kid ចឹង category ខ្ញុំមាន jacket t-shirt shirt pant អីផ្សេងៗទៅពីខ្ញុំមកបង្ហាញជាមួយនឹង category ដែលខ្ញុំមានទាំងអស់ហ្នឹងហើយគឺខ្ញុំចូលច្បាប់បន្ទាប់គឺខ្ញុំតាក់ទងជាមួយនឹង product ចឹង product ហ្នឹងគឺខ្ញុំចុចនៅលើ product ហ្នឹងមកចឹងវានឹង show ជាមួយនឹង size ជាមួយនឹង ពណ៌អីផ្សេងៗទំហំដែលយើងចង់បានហើយនៅពេលដែលយើងស្រឡាញ់ថាយើងចង់ទិញអ្វីមួយណាឧទាហរណ៍ខ្ញុំចុចមើលអ្វីមួយនេះចង់ខ្ញុំចង់ទិញអ្វីមួយនេះចឹងគឺខ្ញុំចូលទៅកាន់ add product ចឹង product យើងគឺត្រូវបាន add ហើយឧទាហរណ៍បើសិនយើងស្រឡាញ់ product មួយណាយើងអាចចុចបេះដូងនៅលើ product មួយហ្នឹងបានហើយចាំបើយើងចុច product មួយហ្នឹងហើយវានឹងចេញកន្លែង favorite នៅក្នុង favorite ហ្នឹងចឹងខ្ញុំចូលទៅ add card មួយទៀតចឹងខ្ញុំចូលឲ្យ woman ចឹងកន្លែង woman នេះខ្ញុំចូល add card មួយទៀតចឹងខ្ញុំ add card ទាំងអស់ចំនួន2ចឹងដល់ពេលយើង add card ចំនួន2យើងចូលកន្លែង card វានឹង show នៅ product ដែលយើងបានកំងហ្នឹងចំនួន2ហ្នឹងចឹងដល់ពេលយើងព្រៀបទៅថាខ្ញុំពិតជាចង់កំងអវ៉ាន់2ហ្នឹងប៉ាត់ម៉េចគឺមកក៏ខ្ញុំចង់បន្ថែមចំនួនវាថាខ្ញុំស្រឡាញ់ចង់ទិញ1ចង់ទិញ2ចង់ទិញ3អីគឺយើងអាចបន្ថែមកន្លែងហ្នឹងបានចឹងដល់ពេលដែលយើង check មើលថាធំត្រូវអ្វីដែលយើងចង់កំងយើងចូលទៅកន្លែង check out ចឹងនៅក្នុងកន្លែង check out នេះគឺយើងត្រូវការ add នៅ delivery address ដើម្បី add delivery address អីត្រូវទៅសេតាមអ្វីដែលគេ require មិនហ្នឹងមកឧទាហរណ៍ថាខ្ញុំទៅសេឲ្យ post start code អីយើងដាក់ត្រឹមត្រូវបើសិនយើង order ពិតមែនទេតែនេះខ្ញុំដាក់ធ្វើជា demo ឧទាហរណ៍ឲ្យទេចឹងកន្លែងនេះគឺ standard delivery មានន័យថាយើង delivery ធម្មតាតែពេល express ហ្នឹងគឺតម្លៃវាថ្លៃតិចដោយសារយើងដាក់ express ហ្នឹងគឺតាមជើងយន្តហោះឬមកក៏តាមអ្នកដឹកដែលគាត់មានសេវាកម្មដឹកលឿនរហ័សចឹងទៅចឹងយក standard delivery តើខ្ញុំចូល standard delivery ហើយខ្ញុំចុច continue pay ចឹងកន្លែងនេះគឺយើងត្រូវការ add card ជាមួយ Visa card ឬមួយក៏ Master card ចឹងកន្លែងនេះបើសិនយើងចង់ add card ក៏បានដែរយើងសេ card ដែលយើងចង់ add ហ្នឹងទៅហើយបន្តមកទៀតកន្លែងនេះខ្ញុំមកចង់ add card ទេព្រោះខ្ញុំចង់ pay លុយមួយអ្នកដឹកចឹងខ្ញុំចង់ pay លុយមួយអ្នកដឹកចង់ពេលដែលអ្នកដឹកមកដល់គឺយើងអាច pay លុយជាមួយនឹងអ្នកដឹកបានជាដំបូងគឺយើងត្រូវចុចកន្លែង pay ហ្នឹងមកចាំមានថាតំណែងហ្នឹងគឺនឹងដឹកឲ្យយើងផ្ទាល់ហើយដឹកឲ្យយើងផ្ទាល់ហើយគឺយើងត្រូវ pay លុយហ្នឹងជាមួយនឹងអ្នកដឹកចឹងខ្ញុំចូល track order ចឹងយើងអាច check មើលថា process នៃការ order យើងហ្នឹងមកដល់ណាហើយអ្វីហ្នឹងដល់ណាចូលខាងចូលអីនៅហើយគេដឹកឲ្យយើងពេលណាយើងអាច check មើលបានហើយបើសិនជាការដឹកជញ្ជូននោះជោគជ័យវានឹងចូលកន្លែង deliver នេះកន្លែង deliver ហ្នឹងមានថាអ្វីហ្នឹងគឺដឹកបានជោគជ័យហើយចឹងខ្ញុំបែកខិតក្រោយវិញចឹងខ្ញុំចូលទៅ check មើលនេះការប្រវត្តិឲ្យខ្ញុំធ្លាប់ order អស់មានមួយប្រវត្តិឲ្យខ្ញុំធ្លាប់បាន order អានេះកន្លែង favorite របស់ខ្ញុំហើយ shipping នេះខ្ញុំមិនបានដាក់ទេតែសមែសក៏បានដាក់ដែរចឹងការងាររបស់ខ្ញុំ demo ថ្ងៃហ្នឹងគឺចប់អស់ហើយលោកគ្រូចង់អរគុណលោកគ្រូច្រើន